ដំអភិសន្តិបណ្ឌិតសសុខាណែនាំឲ្យអនុវត្តប្រកាសថ្មីចំនួន3ឲ្យបានមើងម៉ាត់និងគ្មានការកែប្រែរហូតដល់ឆ្នាំ2030ដើម្បីពង្រឹងអភិបាលកិច្ចនិងអភិវឌ្ឍធនធានមនុស្សប្រកាសចំនួន3ដាច់ដោយឡែកពីគ្នាប៉ុន្តែដែលមានកម្មវត្ថុដូចគ្នាគឺដើម្បីពង្រឹងអភិបាលកិច្ចនិងអភិវឌ្ឍធនធានមនុស្សត្រូវបានឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតេយ្យភាពអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនារសៀលថ្ងៃទី19ខែសីហាឆ្នាំ2026នេះនៅទីស្តីការក្រសួងមហាផ្ទៃពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងថ្នាក់ដឹកនាំមកពីតាមបណ្ដាអគ្គនាយកដ្ឋានចំណុចក្រសួងមហាផ្ទៃអង្គភាពពាក់ព័ន្ធស្នងការដ្ឋានតាមបណ្ដារាជធានីខេត្តសរុបប្រមាណ1825រូបដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញប្រកាសទាំង3នោះរួមមាន1ប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិនិងពន្ធនាគារក្រសួងមហាផ្ទៃ2ប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងស្នងការរងនាយរងការិយាល័យអធិការរងមេបញ្ជាការរងនាយរងផ្នែកនិងនាយរងប៉ុស្តិ៍នគរបាលចំណុចស្នងការដ្ឋាននគរបាលរាជធានីខេត្តនិងទី3ប្រកាសស្តីពីការកំណត់លក្ខខណ្ឌនីតិវិធីជ្រើសរើសនិងការចាត់បញ្ជូនមន្ត្រីរាជការនៃក្រសួងមហាផ្ទៃនិងសិស្សនិស្សិតនគរបាលបន្តវេនឲ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាលនានាក្នុងនិងក្រៅប្រទេសអាយុដំអភិសន្តិបណ្ឌិតបានគូបញ្ជាក់យ៉ាងច្បាស់ថាការដាក់ចេញប្រកាសទាំង3នេះគឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតរបស់ក្រសួងមហាផ្ទៃក្នុងការលើកកម្ពស់អភិបាលកិច្ចល្អពង្រឹងប្រសិទ្ធភាពការងារស្ថាប័នក៏ដូចជាការធ្វើកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្សឲ្យឆ្លើយតបយ៉ាងស៊ីជម្រៅទៅនឹងផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សរយៈពេល5ឆ្នាំ2026-2030កិច្ចការកំណែទម្រង់ធនធានមនុស្សនេះក៏បានស្ដែងចេញយ៉ាងប្រកបនិយមស្របតាមទស្សនវិស័យដឹកនាំដ៏ឆ្លៀវវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានកំណត់យកមនុស្សជាអាទិភាពទី1ក្នុងចំណោមអាទិភាពគន្លឹះនានានៃយុទ្ធសាស្ត្របញ្ចកោណបើតាមអាយុដំអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីការកសាងនិងពង្រឹងសមត្ថភាពវិជ្ជាជីវៈរួមទាំងការរៀបចំមន្ត្រីបន្តវេនឲ្យមានប្រព័ន្ធច្បាស់លាស់គឺជាកត្តាគន្លឹះដ៏មានប្រជាប្រិយភាពនិងជាគន្លឹះយ៉ាងរឹងមាំក្នុងការលើកកម្ពស់ប្រសិទ្ធភាពបំពេញភារកិច្ចស្នូលនៅតាមគ្រប់រចនាសម្ព័ន្ធអង្គភាពចំណុះក្រសួងមហាផ្ទៃហើយថាការធ្វើបែបនេះគឺដើម្បីធានាឲ្យបានដាច់ខាតនៃការថែរក្សាសន្តិសុខសម្រាប់ភ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រកបដោយចីរភាពនិងនិរន្តរភាពជាការកត់សម្គាល់ប្រមុខក្រសួងមហាផ្ទៃបានផ្ដល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់បំផុតដល់គ្រប់អង្គភាពពាក់ព័ន្ធនិងមន្ត្រីទាំងអស់ត្រូវរួមគ្នាអនុវត្តតាមស្មារតីនៃការប្រកាសថ្មីទាំង3នេះឲ្យមានប្រសិទ្ធភាពខ្ពស់រហូតដល់ឆ្នាំ2030ដោយមន្ត្រីមានការកែប្រែចំណុចណាមួយជាដាច់ខាតពលគឺរក្សាគោលការណ៍ដើមនិងអនុវត្តឲ្យបានតឹងរឹងដើម្បីឆ្លុះបញ្ចាំងពីតម្លៃគុណភាពនិងប្រសិទ្ធភាពពិតប្រាកដនៃការខិតខំប្រឹងប្រែងតាក់តែងលិខិតបទដ្ឋានគតិយុត្តទាំងនេះឲ្យលេចចេញជាលទ្ធផលជាក់ស្ដែងនៅលើទីលានការងារសូមបញ្ជាក់ថាប្រកាសទាំងនេះបានកំណត់នៅចំនួនមុខតំណែងយ៉ាងច្បាស់ក្នុងរចនាសម្ព័ន្ធនីមួយៗរួមមានប្រកាសទី1ត្រូវបានកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិត្រូវមានអគ្គលេខាធិការរងចំនួនចន្លោះពី4ទៅ6រូបអគ្គស្នងការរងចំនួនពី14ទៅ16រូបអគ្គនាយករងធនធានមនុស្សចំនួនពី4ទៅ6រូបអគ្គនាយករងភស្តុភារនិងហិរញ្ញវត្ថុចំនួនពី7ទៅ9រូបអគ្គលេខារងចំនួនពី5ទៅ7រូបអគ្គនាយករងអន្តរប្រវេសន៍ចំនួនពី7ទៅ9រូបអគ្គនាយករងអត្តសញ្ញាណកម្មចំនួនពី7ទៅ9រូបអនុប្រធានមណ្ឌលសភានគរបាលកម្ពុជាចំនួនពី8ទៅ10រូបអគ្គនាយករងសវនកម្មផ្ទៃក្នុងចំនួនពី3ទៅ5រូបអនុប្រធានក្រុមប្រឹក្សានីតិកម្មចំនួនពី5ទៅ7រូបអគ្គនាយករងបច្ចេកវិទ្យា Digital និងផ្សព្វផ្សាយអប់រំចំនួនពី6ទៅ8រូបចំពោះមុខតំណែងអនុប្រធានសេនាធិការដ្ឋានអនុប្រធាននាយកដ្ឋានកណ្ដាលត្រូវមានចំនួនពី3ទៅ5រូបអនុប្រធាននាយកដ្ឋានចំនួនពី4ទៅ6រូបនាយរងការិយាល័យចំនួន4រូបនាយរងផ្នែកចំនួន2រូបចំពោះចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពពន្ធនាគាររួមមានអគ្គនាយករងចំនួនពី5ទៅ7រូបអនុប្រធាននាយកដ្ឋានចំនួនពី4ទៅ6រូបអនុប្រធានមណ្ឌលអប់រំកែប្រែអនុប្រធានពន្ធនាគាររាជធានីខេត្តចំនួនពី4ទៅ6រូបអនុប្រធានការិយាល័យចំនួន4រូបអនុប្រធានផ្នែកចំនួន2រូបប្រកាសទី2ត្រូវបានកំណត់មុខតំណែងស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីខេត្តរួមមានស្នងការរងនគរបាលរាជធានីភ្នំពេញត្រូវមានចំនួនពី14ទៅ16រូបស្នងការរងនគរបាលខេត្តជាប់ព្រំដែនមានចំនួនពី12ទៅ14រូបស្នងការរងនគរបាលខេត្តមិនជាប់ព្រំដែននិងខេត្តព្រះវិហារមានចំនួនពី11ទៅ13រូបស្នងការរងនគរបាលខេត្តកែបនិងខេត្តបៃលិនមានចំនួនពី7ទៅ9រូបចំពោះស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជននិងការងារយេដឺត្រូវមាន1រូបជានារីចំពោះមុខតំណែងនាយរងការិយាល័យត្រូវមាន4រូបអធិការរងនគរបាលខណ្ឌមានចំនួន8រូបអធិការរងនគរបាលក្រុងសៀមរាបនិងក្រុងព្រះសីហនុមានចំនួន8រូបអធិការរងនគរបាលក្រុងស្រុកមានចំនួន6រូបមេបញ្ជាការរងវរៈសេនាតូចនគរបាលការពារព្រំដែនគោកមានចំនួន4រូបចំពោះនាយរងការិយាល័យអធិការរងនគរបាលនិងមេបញ្ជាការរងត្រូវមាន1រូបជានារីរីឯមុខតំណែងនាយរងផ្នែកចំណុះការិយាល័យត្រូវមានចំនួន2រូបនាយរងផ្នែកចំណុះអធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌមានចំនួន2រូបនាយរងផ្នែកចំណុះវរៈសេនាតូចនគរបាលការពារព្រំដែនគោកមានចំនួន2រូបនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់នៃអធិការដ្ឋាននគរបាលខណ្ឌមានចំនួន4រូបនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់មានចំនួន3រូបនិងនាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកមានចំនួន2រូបដោយឡែកចំពោះប្រកាសទី3ស្តីពីការកំណត់លក្ខខណ្ឌនីតិវិធីជ្រើសរើសនិងការចាត់បញ្ជូនមន្ត្រីរាជការនៃក្រសួងមហាផ្ទៃនិងសិស្សនិស្សិតនគរបាលបន្តវេនឲ្យចូលរួមសិក្សាវគ្គបណ្ដុះបណ្ដាលនានាក្នុងនិងក្រៅប្រទេសគឺសម្រាប់ពីការជ្រើសរើសនិងការចាត់បញ្ជូនមន្ត្រីរាជការនិងសិស្សនិស្សិតនគរបាលបន្តវេនឲ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាលនានាមានគោលបំណងផ្ដល់ចំណេះដឹងនិងជំនាញវិជ្ជាជីវៈបង្កើនគុណវត្តសមត្ថភាពវិជ្ជាជីវៈនិងចំណេះដឹងថ្មីៗដកស្រង់បទពិសោធន៍លក្ខណៈជាតិនិងអន្តរជាតិលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំគ្រប់គ្រងនិងការអនុវត្តការងារតាមជំនាញនីមួយៗលើកកម្ពស់ស្មារតីឆន្ទៈមនសិការការទទួលខុសត្រូវការពង្រឹងវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈការចាត់បញ្ជូនទៅបណ្ដុះបណ្ដាលនានាស្របតាមលក្ខខណ្ឌនិងតម្រូវការចាំបាច់ប្រការនេះមានវិសាលភាពអនុវត្តចំពោះក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃនិងសិស្សនិស្សិតនគរបាលបន្តវេន